คบกำลังมา24 ឆ្នាំនេះខ្ញុំគិតថានឹងយកខ្លួនឯងធ្វើជាកាដូប្រកបនឹងជញ្ជ័យរ៉ូអ៊ីតែគេនឹងចូលចិត្តរីអន់ថ្ងៃនេះគម្រោង869ពីពិភពកាយមកពីលំហអាកាសបានប្រកាសថាបានបរាជ័យយានអវកាសមិនទាន់បានទៅដល់ភពកាយនៅឡើយលោកអវកាសយានដឹកមួយយាន2នាក់ប្តីប្រពន្ធបានបញ្ជាក់ថាបានបាត់បង់ជីវិតយើងគឺជាពូរបស់រ៉ូអ៊ីអាទី2ពីអ្នកប្តីប្រពន្ធវាបានស្លាប់បាត់ទៅហើយទ្រព្យសម្បត្តិវាត្រូវតែជារបស់យើងពេមយាននេះជាមីរបស់រូអ៊ីទៀនទ្រព្យសម្បត្តិនោះវាគួរតែបានមកយើងពួកឯងចង់លេបយកតែឯងមែនទេយើងជាពូវាទៀតរ៉ូអ៊ីយើងជាអ្នកចិញ្ចឹមទ្រព្យសម្បត្តិយើងជាអ្នកកាន់ឯងអ្នកកាន់ឯងមិនមែនចង់លេបទ្រព្យសម្បត្តិគេទេយ៉ាងម៉េចឯងមិនព្រមបើមិនព្រមមកវាយជាមួយគ្នាមកពូជាមិត្តរបស់ប៉ាម៉ាក់ឯងថ្ងៃក្រោយចាំពូជាអ្នកមើលថែឯងពេលដែលប៉ាម៉ាក់ស្លាប់ទៅនាងជិះចែកគេនាំខ្ញុំមកផ្ទះគ្រួសារនាងចាប់តាំងពីពេលនោះមកគេគឺជាពលិក្នុងជីវិតខ្ញុំតែមួយគត់តោះពូនាំឯងទៅផ្ទះអបអរព្រះនាងរបស់ពូគ្រប់អាយុ18 ឆ្នាំហើយនៅខុសអាយុ18 ឆ្នាំខ្ញុំក៏តែសារភាពស្នេហ៍ជាមួយគេនាងចិញ្ចៃខ្ញុំស្រឡាញ់លោកនាងឈ្គត់ហើយខ្ញុំជាមិត្តប៉ាម៉ាក់របស់នាងមានអីមិនបានពួកយើងមិនមែនជាសាច់ញាតិជាមួយគ្នាទេមិនបានគឺមិនបានហើយខ្ញុំអាចតែជាពូរបស់នាងទេខ្ញុំត្រូវបានបដិសេធដោយបានគិតតុងប៉ុន្តែមិនអីទេគេគ្រាន់តែបរាបន្ទិញខុសកំណត់នៅឆ្នាំក្រោយៗទៀតខ្ញុំនឹងសារភាពបែបនេះរហូតខ្ញុំជឿថាគង់តែមានថ្ងៃណាមួយគេនឹងបាត់ចិត្តទទួលយកខ្ញុំនាងចិញ្ចៃខ្ញុំស្រឡាញ់លោក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 ធ្វើជាសង្សារខ្ញុំទៅចាំពេលនាងរៀនចាប់បណ្ឌិតហើយចាំខ្ញុំគិតពីរឿងនេះទៀតម៉ារីអានពេលជា23 ឆ្នាំពេលបំផុតគេក៏និយាយគេថាចាំពេលដែលខ្ញុំរៀនចាប់បណ្ឌិតគេនឹងគិតពីពេលដែលខ្ញុំបាននិយាយអបអរផងរ៉ូអ៊ីនាងរៀនចាប់បណ្ឌិតហើយនៅជា24 ឆ្នាំពេលបំផុតខ្ញុំក៏បានរៀនចាប់ខាងបណ្ឌិតអត់ទៅលោកគ្រូដែលបានបណ្ដុះបណ្ដាលឬប៉ាម៉ាក់ឯងកាលពីលើកមុនពួកយើងពិតជាសុំទោសណាស់ពេលនេះគម្រោង869នោះវាបានចាប់ផ្ដើមសាជាថ្មីហើយឯងជាមនុស្សដែលស័ក្តិសមជាងគេពួកយើងពិតជាត្រូវការឯងណាស់លោកគ្រូសុំតបផងខ្ញុំមានអ្នកដែលខ្ញុំស្រឡាញ់អញ្ចឹងខ្ញុំមិនអាចព្រមជាមួយលោកគ្រូបានទេពេលបំផុតក្តីស្រឡាញ់យើងក៏បានមកដែរតែកាយវិញទៅមិនសមទេសុំទៅខ្ញុំនឹងទៅភ្លាមរ៉ូអ៊ីនេះជាគូដណ្ដឹងខ្ញុំសេរ៉ាគូដណ្ដឹងមិនបានជាគេតែមានគូដណ្ដឹងចឹងសួស្ដីរ៉ូអ៊ីខ្ញុំលេចជាចៅគេនិយាយពីនាងរហូតថ្ងៃនេះទីបំផុតខ្ញុំបានជួបនាងហើយមូរ៉ូអ៊ីធម្មតាពូបង្រៀនអញ្ចឹងមែនទេឯណាសុជីវធម៌នោះមិនអីទេជាចឹងពួកយើងជួបគ្នាលើកដំបូងរ៉ូអ៊ីមិនចូលចិត្តគេជារឿងធម្មតាក្រែងប៉ានិយាយថាតែខ្ញុំរៀនបណ្ឌិតចាំពូនឹងបិទមាត់ខ្ញុំនិយាយប្រហែលដងហើយកុំតែមានកំណត់អញ្ចឹងទេខ្ញុំអាចតែជាពូរបស់ឯងទេថ្ងៃក្រោយកុំធ្វើរឿងអត់ប្រយោជន៍អញ្ចឹងទេតែរៀបចំសម្អាតឲ្យស្អាតទៅនៅមានទៀតថ្ងៃក្រោយសេរ៉ាជាម្ចាស់ស្រីនៅទីនេះបើនាងចង់នៅទីនេះទៀតនាងក៏រៀបចរិតរបស់នាងឲ្យល្អទៅមូរ៉ូអ៊ីអញហាមយកដាច់ខាន